យប់ថ្ងៃរៀបការបែរជាកូនក្រមុំរត់ទៅចងកសម្រាប់ខ្លួនទៅវិញសំលេងភ្លេងការឬសូរ៉ារ៉ាយដូចជាមញ៉ែដែលខូចកំពុងតែចាក់យ៉ាងកងរំពងរំលងចេញពីដំបូលផ្ទះលោកអ៊ំមេភូមិនៅត្រង់ម្ដុំរ៉ប់តាមមាត់ស្ទឹងសម្លឹងពីត្រើយម្ខាងឃើញតែមនុស្សកកកចូលរួមអបអរសាទរដល់គូស្វាមីភរិយាថ្មីតែអ្វីដែលខុសប្រក្រតីគឺទឹកមុខកូនក្រមុំដែលកំពុងអង្គុយក្រាបផ្ទំនាងបែរជាមានទឹកមុខរលិញរលោងស្រពាប់ស្រពោននៅថ្ងៃមង្គលជ័យទៅវិញឮចាស់ក្នុងភូមិនិយាយលៀងថាសុចន្ទរីនាងមិនបានពេញចិត្តនឹងការរៀបចំទុកដាក់ពីសំណាក់ចាស់នោះទេព្រោះអីពេលនេះនាងមានគូស្នេហ៍ដែលបញ្ចាំចិត្តរួចទៅហើយលុះបានយប់បន្តិចសំឡេងសម្រាប់រត់ចុះពីលើផ្ទះចន់លើចណ្ដើរក្តារបន្ទះឬសូតែភពនោះគឺជាសម្រាប់របស់អ្នកមីងលីនិងបងស្រីណារីរត់មកទាំងត្រហេបត្រហោបដង្ហើមដកសឹងមិនដល់គ្នាមកប្រាប់លោកអ៊ំមេភូមិថាចន្ទរីកូនយើងបាត់ខ្លួនហើយឯងលោកអ៊ំមេភូមិដែលកំពុងអង្គុយផឹកស្រាជាមួយនឹងបងប្អូនសាច់ញាតិប៉ុន្មានអ្នកទៀតនៅក្នុងវងផឹកស៊ីបានទម្លាក់កែវស្រាចុះពីដៃបែកឬសូតែប្រាបណ្ដាលឲ្យអ្នកដែលនៅក្បែរនោះងាកមុខមកមើលគាត់គ្រប់គ្នាអ្នកមីងលីនិងបងស្រីណារីបានបន្តថាពួកគាត់ក៏បាននាំគ្នាដើររកសັບគ្រប់កន្លុកកន្លៀតអស់ហើយគឺតាំងពីក្បាលល្ងាចមកម្លេះតែបាត់ស្រមោលឲ្យឆឹងមិនដឹងជាទៅសំងំកន្លៀតណាទេពួកគាត់ដាក់ការសង្ស័យទៅលើបងស្នាដែលជាគូសង្សារចាស់សុចន្ទរីតែពេលទៅដល់បែរជាឃើញបងស្នាគាត់ស្រវឹងឡើងតប៉ែនិយាយស្ដាប់គ្នាលេងបានទៅហើយដំណឹងសុចន្ទរីបាត់ខ្លួនបានអង្រួនល្បីពេញទាំងរោងការតែម្ដងបងប្អូនសាច់ញាតិទាំងស្រីប្រុសបានស្រោះដៃស្រោះជើងគ្នាអ្នកខ្លះមនីទាញបានពិលឬក៏ចន្លោះក៏នាំគ្នាអុចបំភ្លឺដើររោជុំវិញបរិវេណនោះរហូតបានធ្លាយទៅដល់ព្រៃខាងក្រោយយប់កាន់តែជ្រៅខ្យល់ត្រជាក់នារដូវខែកដឹកបានបក់មកប៉ះរាងកាយធ្វើឲ្យអ្នកគ្រប់គ្នាដែលកំពុងមនីស្វែងរកសុចន្ទរីមានអារម្មណ៍ថាព្រឺសម្បុរខ្ញាក់ខ្ញាក់ភាពងងឹតបានចូលមកគ្រប់ដណ្ដប់កាន់តែក្រាស់បាំងបាត់ពន្លឺព្រះច័ន្ទស្ទើរតែទាំងស្រុងសំឡេងភ្លេងការបានរលត់ទៅបាត់បន្សល់ទុកតែភៀមស្ងៀមស្ងាត់អមដោយសំឡេងខ្យល់បក់វូបង្កើតបានជាសំឡេងសម្រែកធ្ងោនិងសត្វល្អិតយំដឹងកងនាព្រៃខាងក្រោយផ្ទះស្ដាប់ទៅគួរឲ្យស្រងេះស្រងោចនិងគួរឲ្យព្រឺព្រួចបំផុតមនុស្សម្នាបានបំបែកគ្នាដើររកជាក្រុមអ្នកខ្លះកាន់ពិលអ្នកខ្លះកាន់ចន្លោះដុតបំភ្លឺដោយចគោដើររកពីពេញបរិវេណព្រៃស្មោសានខាងក្រោយពន្លឺភ្លើងភ្លឹបភ្លែតបានពុះជ្រែកភាពងងឹតដែលចង់ឆ្លុះតាមដើមឈើធំបង្កើតបានជាស្រមោលអន្តកាលដ៏ធំសម្បើមរេរាំពីលើផ្ទៃដីហាក់បីដូចជាមានវិញ្ញាណអសុរកាយកំពុងតែរងចាំមើលលោកពូសុកគាត់ដើរដាច់ពីគេបន្តិចដៃរបស់គាត់កាន់ពិលព្យាយាមតម្រង់ពន្លឺទៅគ្រប់ទិសទីសូជន់ពីលើស្លឹកឈើស្ងួតនិងមេឈើងាប់ឬសូប្រោកហាក់បីដូចជាលឺខ្លាំងខុសពីធម្មតានៅក្នុងព្រៃដ៏ស្ងាត់ជ្រងំនេះគាត់ងាកឆ្វេងស្ដាំសម្លឹងមើលជុំវិញខ្លួនស្រាប់តែមានអារម្មណ៍ថាដូចជាមានគេកំពុងតែសម្លឹងមើលគាត់មួយរំពេចនោះគាត់មានអារម្មណ៍ព្រឺក្បាលខ្ញាក់ហាក់បីដូចជាមានខ្យល់ត្រជាក់មួយវឹបបានបក់កាត់គាត់ពីក្រោយពេលនោះហើយដែលពន្លឺពើរបស់គាត់បានចាំងចំដាំចន្ទគិរីធំមួយ
ដែលមានអាយុកាលរាប់សិបឆ្នាំបែកមេឃសាខាធំធំភ្លាមនោះភ្នែករបស់គាត់បានចាប់អារម្មណ៍ទៅនឹងអ្វីមួយចម្លែកនៅលើមេឃដើមចន្ទគិរីមួយដើមធំដែលលោះចេញមកខាងក្រោមជុំមេឃរបស់វាហាក់បីដូចជាមានអ្វីធ្ងន់ធ្ងរកំពុងតែយល់យកខុសពីមេឃដទៃដែលកំពុងតែនៅស្ងៀមលោកពូគាត់មិនបងអង្គយូរគាត់ក៏បានតម្រង់ពន្លឺពិលពេលនោះហើយដែលទស្សនភាពដ៏គួរឲ្យតក់ស្លុតបានលេចឡើងពន្លឺភ្លឹបភ្លែតចាំងចេញពីពិលបានកាត់ផ្ដាច់ភាពងងឹតនៃព្រៃលោកពូគាត់តម្រង់ពិលឡើងនោះគឺជារូបរាងសុចន្ទរីក្នុងសម្លៀកបំពាក់មង្គលការពណ៌ក្រហមនាងកំពុងតែព្យួរកនៅលើមេឈើដើមចន្ទគិរីនោះយល់យកចុះឡើងយឺតតាមកម្លាំងខ្យល់បក់នៅខាងក្រោមពន្លឺពិលភ្នែករបស់នាងបើកធំសម្លឹងមុខមើលភាពទទេស្អាតអណ្ដាតលៀនធ្លាក់ចេញមកក្រៅជាមួយនឹងឈាមក្រមៅហូរស្រក់ពីលើថ្ពាល់ដិតដាមពីលើក្រែមម្សៅដែលបានផាត់ពីលើកាលពីល្ងាចមិញនេះមើលទៅគួរឲ្យខ្លាចបំផុតលោកពូសុកគាត់ភ័យឡើងទន់ដៃទន់ជើងស្ទើរតែទម្លាក់ពិលចុះពីដៃសម្រែកនៃភាពភ័យតក់ស្លុតក៏បានហែកភាពស្ងៀមស្ងាត់នៅក្នុងរាត្រីនោះធ្វើឲ្យអ្នកដែលកំពុងតែដើររោគនៅក្បែរនោះស្ទុះមកសម្ដៅរោគគាត់ជន់ពីលើស្លឹកឈើនិងមេឈើងក់ងាប់ឮសូរតែព្រៃប្រោពេលមកដល់ពួកគេគ្រប់គ្នាបានឃើញទស្សនភាពនេះព្រមគ្នាពួកគេឈរថ្មឹងសម្លឹងមើលសាកសពដែលកំពុងតែយល់យកសម្រែកទួញសោកនិងភាពឆោឡោបានបន្លឺឡើងព្រមគ្នាលោកអ៊ំមេភូមិនិងអ្នកមិញលីដែលទើបតែមកដល់ក្រោយគេបានឃើញទស្សនភាពកូនស្រីពៅក្នុងសភាពបែបនេះក៏ទន់ដៃទន់ជើងងងឹតមុខបាត់ស្មារតីទៅបាត់មនុស្សម្នាដែលកំពុងតែស្ទុះស្ទានិងភ័យឆោឡោផងក៏បាននាំគ្នាជួយគ្រាគាត់ដែលកំពុងតែសន្លប់យកត្រឡប់ទៅផ្ទះវិញបន្ទាប់មកលោកអ៊ំម្នាក់នៅក្នុងចំណោមនោះមើលទៅគាត់មានវ័យចំណាស់តែនៅតែរហ័សរហួននិងលោកពូម្នាក់ទៀតដែលត្រូវជាកូនបានស្ម័គ្រចិត្តឡើងនិងដោះយកសាកសពនោះត្រឡប់មកដីវិញពេលឡើងទៅដល់ចិត្តរាងកាយសាកសពដែលត្រជាក់ស្រេបពួកគាត់មិនហ៊ានសម្លឹងមើលចំនោះទេដោយចេះតែព្យាយាមគិតពីក្រសែភ្នែកដែលបើកធំរួចលោកពូនិងលោកអ៊ំក៏បានយកខ្សែពួរថ្មីមកចងយ៉ាងណែននៅត្រង់ចង្កេះសពភ្ជាប់ទៅនឹងមេឈើម្ខាងទៀតរួចលើកកំបិតផ្គាក់យកមកកាត់ខ្សែដែលកំពុងតែព្យួរបណ្ដាលឲ្យសាកសពធ្លាក់បត់ខ្លួនជាពីរទៅលើខ្សែថ្មីធ្វើឲ្យមនុស្សម្នាដែលនៅខាងក្រោមស្រែកចេញឡើងមួយវ៉ាបន្ទាប់មកអ្នកដែលនៅខាងលើក៏ចាប់ផ្ដើមសម្រូតខ្សែយឺតតែភ្លាមខ្សែក៏បានរបូតពីចង្កេះសពបណ្ដាលឲ្យលោកពូដែលត្រូវជាកូនគាត់ភ្ញាក់កន្ត្រាក់ដួលដាច់ផ្ងាទៅក្រោយដោយទាំងសាកសពទៅជាមួយផងធ្លាក់ខ្ទប់មកលើគំនរស្លឹកឈើដួលឬសូរតែភឹបធ្វើឲ្យដីនិងធូលីស្លឹកឈើស្ងួតហុយឡើងត្រលោមអ្នកនៅខាងក្រោមបានស្ទុះរត់ចេញបន្តិចរួចក៏បានរត់ចូលទៅមើលវិញយប់នោះរោងការដែលធ្លាប់តែមានសំឡេងសើចក្អាកក្អាយក៏បានคล้ายទៅជារោងបុណ្យជំនួសដោយសំឡេងទួញសោកទៅវិញដើមចេកមាសចេកប្រាក់ដែលបានដាក់តាំងលម្អខាងមុខរោងក៏ត្រូវបានគេដកចេញជំនួសមកវិញដោយទង់ក្រពើពណ៌សបក់រវិចនៅក្នុងភាពងងឹតចំណែកសាច់ញាតិកូនកំឡោះក៏បាននាំគ្នាត្រឡប់ទៅវិញអស់ដែរបន្សល់ទុកតែសាច់ញាតិកូនក្រមុំកំពុងតែអង្គុយយំទួញសោកនៅពីមុខសពដែលគេគ្របដណ្ដប់ដោយភួយមួយជាន់និងទង់ប្រលឹងចងភ្ជាប់នឹងខ្សែអំបោះដែលភ្ជាប់ទៅនឹងរូបព្រះពុទ្ធផ្ចាញ់មាមួយសន្លឹកដាក់នៅលើក្បាលដំណេកសពដោយចាស់ក្នុងភូមិលោកមានជំនឿថាពិភពលោកមនុស្សដែលស្លាប់ពិតជាងងឹតខ្លាំងណាស់មើលឃើញតែមួយរង្វង់ជុំវិញខ្លួនប៉ុណ្ណោះ
từ một tiết mình đấng lịch cờ chừng từ bồn được ai na tê tông pro lưng nỉ hơi để chia sầm bột bông phừ đón nhận slap xâm rắp với đầm nà tới grab xâm pe prét cho làm mình đi chạy đầy muốn nâng bộ kê tới chấp bà đệ sản thị chỉ thầm mây nó lố khăn một vị thi bần sập sổ chăn ri bán mình chọc nơi króm rục hiệp đỏ sọc sài nâng phây khla đe nước tệ đỏ chuột nơi nóng arom nọ hùm dục đỏ ngặt chờ ngum ban vỡ trở lọp một group đơn đọc hùm sàn xa chỉ thầm mây về lì dục chó rồi đời khai cả đợt trở chạy srep bán chập đào bọc bọ dạng khlang một bát nâng trên chân tè lục mê phum mê chờ thùng thùng để nơi chung vĩnh có vô dột tù vĩnh từ một bằng cát ban chia sầu màu rê rôm đố chia đầy mà nụ thùng thùng công phúng tại bọ bao tù vĩnh từ một sầu bê nụ xung lên sạch bầy dũng làng cờ lụt có bán bên lư làng nơi khang cõi tè bằng cát nơi Pariyaka đó cú áo sờ ngọt nâng cú ở phê khai về đồ nơi khung tè krong pun lư chừng kiên preng cát lục lệ bong sấy nariได้เต๋อจีบองสรีบองกัดโสจันรีกงปงตาองคุยลือกระดามันจกบอบอดอลคนโตจะบอกกอดพีบเนยฮอตหนึ่งตกเสาบ้านบางหานอย่างจะบ้านเนยเลิฟตีหมกระบอกกอดได้มาคางกันสลับรีจำนายไอคนโตกงปงตาตรงปีขมมพลิมนูได้เดือดตัวเลิศระบอกขมินูบรรลุเตอร์จึงออลตรองกรอมเตะกัดตามพีบงงดปุ๊บเตอร์เพลลมรอบตามระบงดำถนนทางมุกวินยัยตึงมันจะบาดท่ามันจะนารีดาวหมอกไม้บงสไรนารีลือหายกดหยักปลื้สมบูรณ์ขยะกดเงียสมลังตัวมือพลีมตามตึกดาวได้กดกดจึงออลแต่กดมันบานเคยอยู่ไว้จมลายเตะกระต้าอมปีบแสงอับได้เสร็จสอลปีเนี่ยผมดดสมอาดเบียสายเบียเปลงีรถสัตว์ตามขจรบังคับบ้านจีรุพีบจุ่มไหลกร้องปนลือประจันสตงกดเรียงแพงพลึกมันติดได้รู้กงเงียตัวปรับโกนกอดทากมเอาเจ้าใต้หนีเยแต่ประเดแต่ประดาใบดงรูบอกกอดนึกเป็นนี้โลดพบกอดเขาประหยับใบโกนตลอดโจ้ตึกขนมบรรทุกเก่งบัตเตอร์ลูยุบกันแต่เจอจ้อตระเจาะก็บอกหมกกันแต่คลังสมเลงมวยกระแดงบ้านหลอนลือลางย่างกอกระเนื้อจมเพียงแต่ลูกเมพุมหนูคือจีสมเลงไม่เชอได้บันบัดโดยซาแต่ชอกันตระบันตีนตุ่มเละบงสไรนารีกงปงแต่เกยลงลวกกดพิญญกันตระลังวกกดดอกดังหามหยอบได้เรียวโรกนโตแต่บ้านเกยนึกกับใบคลูนตายใบจีบัดมันเคยโกนซอบงสไรกดไพ่สระลังกังตุกกรอบพลีมงีบมือช่วยสนำแดงอารมณ์ไพ่คลาดอย่างคลังพลีมนูกดเคยโกนโตวิ่งมันดังกรอกทางปีเปนากงปงแต่ประเตประตองนึ่งมดบงอุดทมได้บ้าจุ่มโฮได้สากจอดบอกบงสไรนารีสไลหาวโกนเอาตลอดหมกเวงแต่อาโตวิ่งมันบานหมกแถมต่างเงียหมกแตงซ้อยางรถได้รู้ก็จึงออกได้โตจะบอกวีตึงมดบงอุดเฮ้ยก็ปรับตึงมาได้เบียธามิ้งจันรีตองบงอุดลือแต่ปนแน่บงสไรนารีกดไผ่ล้างตนได้สเตอร์แต่ดูแต่งจุ่มโฮกดมันหินสำลังเมื่อตะกราวตั้งบงอุดเตไกรโลแต่เกินตะตะพีบได้คนกดบานปราบบงสไรก็สตุรถตัวตีนโกนแตงมันหินเยอะตะเมื่อขังกราวรูดกบานรนบงอุดอย่างเลือนบัดลือโซแต่กระแดงรูดกดกบานออบโกนอย่างแนนโจเตอร์สมงอมเด็กโรโฮตัวแต่ตลพลือลูกไงบรรทบเปลงีจรสีจริเจเรเปรอัตจับดามเรทะเลปนลือมันติงบดองบรรสอลตกเนยปนลือกระหอมจันจะเอาเนยเลิฟไตเมจได้งงเงิดบ้านจูมกรุดันดอกภูมิสถานสร้างจิตทำไมมาดองตีบริเวณแต่โลกเมพุงจับดาวเวอร์เตอร์โรคสะพิบสงัดจงงลีล้อมหนึ่งอับแสงได้เสสอลปีกาดดวิสรายมันต้อนรสัตบัตเตอร์ออเตบังการบานจีสะพิบอูอับหนึ่งกู้ไอปรือปรูยุบนู
ពេលដែលលោកអ៊ំមេភូមិនិងភរិយាកំពុងតែសម្រានលងលក់យ៉ាងស្កប់ស្កល់ស្រាប់តែឮសំឡេងមួយក្តាំងដូចជាមានវត្ថុធ្ងន់អ្វីម្យ៉ាងបានធ្លាក់ទៅលើក្តារផ្ទះបន្ទាប់មកសំឡេងស្រែកឆោឡោដ៏ពិតភ័យក៏បានបន្លឺឡើងចេញពីបន្ទប់ខាងក្រោយដែលជាបន្ទប់របស់បងស្រីណារីពួកគាត់ស្ទុះស្ទារត់ចុះពីលើគ្រែទាំងមិនទាន់ស្វាងច្បាស់ជំហានរបស់ពួកគាត់ជាន់ពីលើក្តារបន្ទះរាប់ទៅផ្លូវខាងក្រោមនោះលាន់ឮសូរតែភឹបក្នុងភាពស្ងប់ស្ងាត់នារាត្រីកាលពេលទៅដល់ទ្វារបន្ទប់ក៏ត្រូវបានបិទជិតលោកអ៊ំមេភូមិបានរុញតែទ្វារនោះនៅតែមិនរបើកសោះគាត់ក៏សម្រេចចិត្តប្រើកម្លាំងបាយធាក់ទម្លាយទ្វារនោះបាន 4-5 ជើងទ្វារក៏បានខ្ទាតទៅម្ខាងបើកឮសូរតែខ្វាក់ទិដ្ឋភាពដែលពួកគាត់បានឃើញគឺបងស្រីណារីកំពុងតែអង្គុយលើគ្រែដៃទាំងពីររបស់គាត់អោបកូនតូចយ៉ាងណែនយំញ័រខ្លួនទៅត្រើតដូចជាកូនឆ្មាធ្លាក់ទឹកអ្វីដែលលោកមេភូមិនិងភរិយាមិនបានឃើញមុននោះគឺហេតុការណ៍ដ៏រន្ធត់មួយដែលបងស្រីណារីបាននិយាយទៅប្រាប់ពួកគាត់គឺខណៈពេលដែលបងស្រីណារីនិងកូនតូចកំពុងតែគេងលងលក់ស្រាប់តែមានក្លិនចម្លែកអ្វីម្យ៉ាងបានរសាត់មកតាមចន្លោះបង្អួចនោះគឺជាក្លិនផ្សែងធូបលាយឡំជាមួយនឹងក្លិនស្អុយរលួយឈួរឡើងវងពេញបន្ទប់មិនត្រឹមតែប៉ុណ្ណោះគាត់ហាក់បីដូចជាឮសំឡេងស្រាប់កំពុងតែដើរចេញពីបង្អួចដើរតម្រង់មករកគ្រែរបស់គាត់បងស្រីណារីបើកភ្នែកក្រឡេកទៅមើលភ្លាមតែនៅក្នុងបន្ទប់នោះគ្មាននរណាម្នាក់ទេក្រៅតែអំពីភាពទទេស្អាតនៅក្រោមពន្លឺចង្កៀងប្រេងកាត់ផ្លុងដែលបង្កើតបានជាស្រមោលរេរាំនៅលើជញ្ជាំងនៅពេលដែលគាត់ក្រឡេកភ្នែកទៅមើលកូនតូចដែលកំពុងតែគេងលក់នៅក្បែរនោះគាត់ក៏ត្រូវភ្ញាក់ក្រញាងញ៉ានស្ទើរតែបាត់បង់ស្មារតីនោះគឺជាស្រមោលមនុស្សស្រីខ្មៅស្ទងកំពុងតែឈរនៅក្បែរគ្រែក្នុងសម្លៀកបំពាក់ឈុតកូនក្រមុំបុរាណដែលមានពណ៌ក្រហមឆ្អិនឆ្អៅកំពុងតែឆ្ងោកមុខមកមើលគាត់វាស្រាវមុងមកក្រោមពន្លឺចង្កៀងប្រេងកាតស្រអាប់បងស្រីណារីគាត់អាចមើលឃើញយ៉ាងច្បាស់ភ្នែករបស់វាលៀនពុនពងមាន់អណ្ដាតធ្លាក់មកថ្លែដោយទាំងខ្សែចងកមកជាមួយទៀតបងស្រីណារីស្ទុះទាញកូនតូចយកមកអោបជាប់នឹងទ្រូងគាត់ថយក្រោយរហូតមកដល់នឹងចុងគ្រែគាត់ក៏បានទាញសៀវភៅពីរក្បាលដំណេកគាត់យកមកគប់ឮសូរតែក្តាំងនោះគឺជាសំឡេងអំបញ្ញមិញនោះឯងភាពភ័យខ្លាចបានគ្របដណ្ដប់អារម្មណ៍របស់គាត់ស្ទើរតែទាំងស្រុងយប់នោះគាត់មិនហ៊ានគេងនៅក្នុងបន្ទប់នេះទៀតទេគាត់បានសុំឪពុកម្ដាយទៅគេងជាមួយរហូតដល់ទល់ភ្លឺលុះព្រឹកឡើងបងស្រីណារីគាត់មិនបងអង្គយូរឡើយគាត់ប្រញាប់រៀបចំអីវ៉ាន់ឆ្ពោះទៅផ្ទះឪពុកម្ដាយក្មេកគាត់ដែលនៅភូមិត្រែម្ខាងឯណោះដើម្បីសុំសំណាក់បានមួយរយៈព្រោះដោយសារតែខ្លាចខ្មោចបន្ទាប់ពីបងស្រីណារីបានចាកចេញទៅបរិយាកាសនៅក្នុងផ្ទះលោកមេភូមិក៏កាន់តែស្ងាត់ជ្រងំទ្វេដងអ្នកស្រុកដែលរស់នៅក្បែរខាងបានចាប់ផ្ដើមខ្សឹបខ្សៀវគ្នាអំពីរឿងចម្លែកគឺស្ទើរតែរៀងរាល់យប់ពេលដែលអាត្រិតស្ងាត់ឈានជួងមកដល់ពួកគេតែងតែប្រទះឃើញដុំភ្លើងមួយដុំបានហោះចេញពីដើមចន្ទគិរីខាងក្រោយចូលទៅក្នុងផ្ទះលោកមេភូមិថ្ងៃមួយនាពេលរសៀលជ្រាយជ្រែពន្លឺព្រះអាទិត្យលឿងទុំចាប់ផ្ដើមរលត់បាត់បន្តិចម្ដងអ្នកមីងលីកំពុងតែអង្គុយដាំស្លរៀបចំម្ហូបអាហារនៅខាងក្រោមផ្ទះផ្សែងភ្លើងហុយឡើងត្រឡោមរំលងដល់ផ្ទះ2ផ្ទះ3ខណៈនោះដែរអ្នកមីងគាត់បានដាក់ភ្នែកក្រឡេកឃើញប្តីគាត់ដើរចុះពីលើផ្ទះក្នុងដំណើរថ្មឹងដូចជាមនុស្សដែលគ្មានប្រលឹងជាន់ពីលើជណ្ដើរផ្ទះម្ដងមួយកាំចុះរកមកដីរួចក៏បន្តដើរកាត់ផ្ទះបាយក្នុងដំណើរថ្មឹងតម្រង់ទៅព្រៃខាងក្រោយផ្ទះអ្នកមីងគាត់ឆ្ងល់ណាស់រួចក៏ស្រែកសួរប្តីគាត់ថា
មកដល់ផ្ទះតាំងពីកាលក្រែងថារវល់ជប់លៀងនៅផ្ទះតាកែវអ្វីលោកអ៊ំមេភូមិមិនបានឆ្លើយតបអ្វីហើយក៏បន្តដើរចូលទៅក្នុងព្រៃខាងក្រោយទៀតអ្នកមីងគាត់ឆ្ងល់ណាស់ថ្ងៃនេះប្តីរបស់គាត់ធ្វើរកពីចម្លែកអ្នកមីងគាត់ក៏ទម្លាក់វែកចុះពីដៃរួចក៏ដើរត្រុកតាមពីក្រោយអ្នកមីងចាប់ផ្ដើមឈានជើងចូលទៅព្រៃខាងក្រោយផ្ទះដែរពន្លឺព្រះអាទិត្យនាពេលល្ងាចបានជះមកលើដើមឈើធំចេញជាស្រមោលប្លែកជើងរបស់អ្នកមីងដើរជាន់ពីលើបង្គាបឈើនិងស្លឹកឈើស្ងួតបណ្ដាលឲ្យឮសំឡេងព្រាតប្រោសបន្តិចក្រោយមកលោកពូក៏ដើរទៅដល់ដើមចន្ទគិរីមួយដើមដ៏ធំរួចក៏បានដើរចូលនៅក្នុងដើមចន្ទគិរីនោះបាត់អ្នកមីងឃើញបែបនេះគាត់ក៏ភ្ញាក់ភ័យកន្ត្រាក់រួចក៏ស្ទុះរត់ចេញមកក្រៅទាំងអារម្មណ៍មិនសូវស្រួលពេលមកដល់មាត់ព្រៃអ្នកមីងគាត់ក៏ត្រូវភ្ញាក់មួយតង់ទៀតនឹងតាច័ន្ទដែលបានមកសួរនាំនឹងរោគខ្ចីអង្គរអ្នកមីងបាន4-10កំប៉ុងសិនហើយមីនាងឯងដើរទៅខាងក្រោយធ្វើអីអញខំហៅ4-10ម៉ាត់ហើយវានៅធ្វើមិនដឹងទៀតអ្នកមីងលីគាត់ក៏បានរៀបរាប់ពីដំណើរដើមតងទាំងអស់ប្រាប់ទៅតាច័ន្ទឲ្យបានដឹងតាច័ន្ទក៏បានប្រាប់ទៅកាន់គាត់វិញថាប្តីឯងឯណាបើអញឃើញឯងដើរទៅតែម្នាក់ឯងនឹងអញខំហៅវា4-5ម៉ាត់ដែរតែវាធ្វើពើនិយាយចឹងអញសង្ស័យតែមីនាងឯងខ្មោចលងតែដឹងអ្នកមីងលីពេលដែលស្ដាប់តាច័ន្ទនិយាយចប់ទឹកមុខរបស់គាត់ក៏កាន់តែភ័យឡើងតែភ្លាមតាច័ន្ទបាននិយាយកាត់និងបានប្រើឲ្យអ្នកមីងទៅដួសយកអង្ករឲ្យគាត់សិនបន្ទាប់មកអ្នកមីងគាត់ក៏បានរៀបចំដើរតម្រង់ទៅផ្ទះបាយដើម្បីវាល់អង្ករទៅឲ្យតាច័ន្ទខណៈពេលដែលគាត់កំពុងតែបើកពាងអង្ករស្រាប់តែលោកមេភូមិគាត់បានជិះមកដល់លំមតាច័ន្ទដែលនៅនឹងមុខនោះស្រាប់គាត់ក៏បានរៀបរាប់រឿងគ្រប់យ៉ាងទៅប្រាប់លោកអ៊ំមេភូមិឲ្យបានដឹងដែរលោកអ៊ំមេភូមិគាត់បន្ទាប់ពីបានដឹងហើយក៏មិនបាននិយាយអ្វីទេតែទឹកមុខគាត់បានបង្ហាញយ៉ាងច្បាស់ពីការព្រួយបារម្ភនិងការភ័យខ្លាចហេតុការណ៍ចម្លែកក៏ចេះតែកើតមានឡើងជាបន្តបន្ទាប់អាត្រៀតយប់ស្ងាត់បែរជាឮសំឡេងកូនស្រីរបស់គាត់ហៅល្វើយចេញពីខាងក្រោមផ្ទះពេលខ្លះទាំងកណ្ដាលថ្ងៃចេះក៏បង្ហាញខ្លួនក្នុងសម្លៀកបំពាក់ឈុតថ្ងៃដែលនាងបានស្លាប់រហូតធ្វើឲ្យចាស់នៅក្នុងភូមិនិយមនិយាយតគ្នាថាថ្ងៃត្រង់កន្លងយំខ្មោចស្រីក្រមុំចេញលងទាំងកណ្ដាលថ្ងៃចេះក៏មានដោយអស់ការអត់ទ្រាំលោកអ៊ំមេភូមិនិងអ្នកមីងលីក៏បានសម្រេចចិត្តរើផ្ទះទៅនៅដីស្រែដែលជាគេឪពុកម្ដាយគាត់នៅឯចុងភូមិឯនោះវិញបន្ទាប់ពីលោកមេភូមិនិងអ្នកមីងលីបានសម្រេចចិត្តរើផ្ទះទៅនៅឯចុងភូមិផ្ទះចាស់របស់គាត់ក៏បានក្លាយជាកន្លែងដែលគេបោះបង់ចោលរក្សាទុកនៅត្រឹមតែភាពស្ងៀមស្ងាត់និងរឿងរ៉ាវដ៏ព្រឺព្រួចនៅព្រៃខាងក្រោយផ្ទះដែលជាទីតាំងដើមចន្ទគិរីដ៏ធំក៏ខ្លាចទៅជាតំបន់ដែលអាប់អួរគ្មានអ្នកណាហ៊ានចូលទៅក្បែរឡើយនេះល្ងាចស្ងាត់មួយក្រុមអាក្មេងៗក្នុងភូមិ 4-5 នាក់ដែលមានផ្ទះនៅមិនឆ្ងាយពីទីនោះបាននាំគ្នាទៅបរបាញ់សត្វនិងបេះផ្លែឈើនៅក្បែរនោះដែរដំបូងឡើយពួកវាស្វែងរកត្រឹមតែតំបន់ព្រៃក្បែរនោះប៉ុណ្ណោះលុះបានមួយសន្ទុះក៏ចេះតែរំកិលចូលគៀកចូលទៅក្នុងព្រំដីចាស់នោះម្ដងបន្តិចនៅក្នុងនោះមានក្មេងប្រុសម្នាក់ឈ្មោះថាអាស្ដៅវាមានចិត្តរឹងនិងក្លាហានជាងគេវាមិនខ្វល់នឹងពាក្យចចាមអារាមទាំងឡាយហើយក៏បានផ្លាស់របងដែលពុកផុយរំលងចូលទៅក្នុងព្រំដីរីឯអាក្មេងដតីទៀតក៏គ្មានអ្នកណាហ៊ានចូលទៅតាមឡើយបានត្រឹមតែឈរមើលនិងចាំលើកទឹកចិត្តពីចម្ងាយអាស្ដៅវាចេះតែដើរចូលកាន់តែជ្រៅទៅរហូតដល់ដើមចន្ទគិរីមួយដើមដ៏ធំសម្បើមដែលជាទីកន្លែងដែលគេតែងតែឃើញភ្លើងចម្លែកហោះចេញចូលទៅមកនៅក្នុងផ្ទះលោកមេភូមិ
ពេលនោះវាក៏ក្រឡេកភ្នែកឃើញហ្វូងសត្វបាក់សីបាក់សាជាច្រើនកំពុងតែតោងទាមនៅលើមែកឈើដែលលាតសន្ធឹងចេញមកក្រៅដោយមិនបងអង្គយូរអាស្ដៅក៏បានទាញជំពាមកៅស៊ូរបស់វាយឺតសុទ្ធមួយក្របដីឥដ្ឋយ៉ាងលឿនឮសូរតែភ្លុកហ្វូងសត្វចាបក៏ភ្ញាក់ផ្អើលហើយចេញស្រូចាបមួយក្បាលបានជ្រុះមកលើដីឮសូរតែក្តុកអាស្ដៅញញឹមដោយក្តីត្រេកអររួចក៏ស្ទុះទៅរើសចាបនោះខណៈដែលវាកំពុងតែរើសក៏មានទឹកអ្វីម្យ៉ាងក្រម៉ៅស្អិតបានស្រក់តក់មកលើកញ្ចឹងកនិងដៃរបស់វាស្ដៅវាស្មានតែជាប់ឈើក៏ងើយមុខក្រឡេកទៅមើលលើពេលនោះហើយដែលវាបានឃើញស្រមោលអ្វីម្យ៉ាងខ្មៅធំកំពុងតែយល់យកចុះឡើងតាមកម្លាំងខ្យល់បក់នាពេលរសៀលពេលដែលអាស្ដៅដាក់ភ្នែកសម្លឹងទៅមើលឲ្យកាន់តែច្បាស់ស្រមោលនោះក៏កាន់តែច្បាស់ដែរនោះគឺជារូបរាងមនុស្សស្រីម្នាក់កំពុងតែព្យួរកនៅមេឃដើមចន្ទគិរីមួយដើមធំនោះភ្នែករបស់វាលៀនធ្លាក់ចេញពីប្រឡងអណ្ដាតស្ទើរតែធ្លាក់ដល់ទ្រូងកំពុងតែសម្លឹងមើលអាស្ដៅដែលកំពុងតែឈរចាប់រើសចាប់ដែលនៅខាងក្រោមអាស្ដៅវាឈររឹងខ្លួនដូចថ្មមុននឹងភាពភ័យខ្លាចបានគ្របដណ្ដប់លើរាងកាយរបស់វាទាំងមូលវាគិតអ្វីមិនចេញទេរួចក៏ស្ទុះរត់ចេញយ៉ាងពេញទំហឹងភ្លេចទាំងយកថង់យាមដែលបានដាក់សត្វចាបនិងផ្លែឈើដែលខំរើសយកទៅជាមួយផងវារត់បណ្ដាស្រែកបណ្ដាមិនដឹងជាជន់លើអ្វីខ្លះទេទាំងមេឈើនិងបន្លាវាស្ទុះរត់កាត់របងផ្លោះចេញមកក្រៅទាំងដួលត្រណាត់ត្រណែងរហូតដល់ដាច់ស្បែកនិងរលាត់ចិញ្ចៀមរឹមអាស្ដៅរត់មកដល់ក្រុមមិត្តភក្តិទាំងសភាពស្លេកស្លាំងញ័រខ្លួនទៅត្រើតភ្នែករបស់វាបើកធំដៃចង្អុលទៅកាន់ព្រៃខាងក្រោយទាំងអាប់អួលក្មេងៗដែលកំពុងតែឈររង់ចាំគ្រាន់តែឃើញអាការៈបែបនេះពួកវាក៏ស្មានដឹងគ្រប់គ្នាភ្លាមពួកវាមិនបានសួរនាំអ្វីច្រើនទេរួចក៏នាំគ្នាដាក់មេប្រូចរត់បាត់ជើងសោព្រាតចេញពីទីនោះបាត់ទៅបន្ទាប់ពីហេតុការណ៍ខ្មោចលងអាស្ដៅនិងក្រុមក្មេងៗបានផ្អើលគេផ្អើលឯងដំណឹងខ្មោចសុចន្ទរីឡូក៏រឹតតែល្បីរន្ទឺខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃទីបំផុតអ្នកភូមិដែលមានផ្ទះនៅក្បែរនោះក៏សម្រេចចិត្តរើរូបផ្ទះសម្បែងរំកិលចេញបន្តិចម្ដងរហូតតំបន់នោះក្លាយជាទីដ៏ស្ងាត់ជ្រងំសល់តែសំណល់ផ្ទះចាស់ដូចជាពីងទឹកទ្រង់ជ្រូករោងគោដែលត្រូវវល់ដុះចិត្តតោងឡើងរវាមគ្មានអ្នកណាម្នាក់ហ៊ានដើរឆ្លងកាត់ទីនោះទៀតទេលុះត្រាណាតែមានករណីចាំបាច់តួយ៉ាងដូចជាលោកអ៊ំកនគាត់ដឹងច្បាស់ណាស់ថាផ្លូវលំនោះគឺវាមិនសូវស្រួលប៉ុន្មានទេប៉ុន្តែថ្ងៃនេះគាត់មានភារកិច្ចចាំបាច់ត្រូវដឹកជញ្ជូនស្រូវពីរោងម៉ាស៊ីនដើម្បីយកទៅលក់បន្តឲ្យម៉ូយដោយគ្មានជំរើសផ្លូវនេះជាផ្លូវកាត់ដែលជិតជាងគេទម្រាំតែលោកអ៊ំកនគាត់រួចដៃពីកិច្ចការនៅរោងម៉ាស៊ីនវេលាម៉ោងក៏រំកិលចូលជិតដល់5ល្ងាចទៅហើយលោកអ៊ំកនគាត់ប្រញាប់ប្រញាល់ឲ្យគេជួយលើកបាវស្រូវដាក់លើរទេះគាត់បន្ទាប់មកគាត់ក៏ប្រញាប់ប្រញាល់បររទេះចេញទៅពេលវេលាចេះតែរំកិលទៅមកលុះបោះមកដល់ម្ដុំផ្ទះចាស់បរិយាកាសក៏ចាប់ផ្ដើមប្រែប្រួលផ្លូវលំតូចចង្អៀតអមដោយព្រៃដុះស៊ុបទ្រប់សងខាងសំឡេងសត្វល្អិតតូចដូចជាចង្រិតកណ្ដូបនិងសត្វកញ្ចែកំពុងតែដណ្ដើមគ្នាយំរ៉ែចេញពីម្ដុំគុម្ពព្រៃនោះលុះរទេះបកកាន់តែមកចិត្តផ្ទះចាស់លោកអ៊ំកនគាត់កាន់តែមានអារម្មណ៍ថាមិនស្រួលលោកអ៊ំគាត់ក៏ខំវាយគោដើម្បីបន្ថែមល្បឿនឲ្យលឿនឆ្លងឲ្យផុតពីកន្លែងដ៏អពមង្គលនេះភ្លាមនោះដែរផ្គរលាន់ក៏ចាប់ផ្ដើមក្រហមពីចម្ងាយមិនយូរប៉ុន្មានភ្លៀងមួយមេធំក៏បានបង្អុរចុះមកស្រ័យស្រោបហាក់បីដូចជាគេចាក់ទឹកពីលើមេឃ
ដោយឡែកលោកអ៊ំកគាត់ក៏ប្រញាប់ទាញគោឲ្យឈប់រួចគាត់ក៏ស្ទុះលោតចុះដើម្បីទៅយកសពុតកស៊ូដែលគាត់បានសៀតនៅពីក្រោយរទេះយកមកក្រាលគ្របលាតពីលើបាវស្រូវទាំងអស់នោះបន្ទាប់ពីគ្របរួចរាល់គាត់ក៏ដើរត្រុកឡើងមកលើរទេះវិញមេឃក៏កាន់តែងងឹតឯភ្លៀងក៏កាន់តែបង្អុរចុះមកកាន់តែខ្លាំងលីឡោះនឹងខ្យល់បក់ទៀតផងបន្តិចក្រោយមកលោកអ៊ំកបរទេះកាត់ភ្លៀងរហូតដល់ម្ដុំផ្លូវលំមួយគឺត្រង់ម្ដុំផ្លូវលំដែលដាច់ឆ្ងាយពីផ្ទះចាស់នោះបន្តិចនឹងឯងគាត់ក៏ប្រឹងបរទេះបន្តទៅមុខទៀតតែអ្វីដែលចម្លែកពេលដែលគាត់បរទៅដល់ខាងមុខបែរជាឃើញរទេះរបស់គាត់ឈប់នៅចំពីមុខផ្ទះចាស់នោះដដែលទៅវិញដំបូងឡើយលោកអ៊ំកគាត់គ្រាន់តែរៀងចម្លែកក្នុងចិត្តស្មានតែខ្លួនគាត់វង្វេងដោយសារតែភ្លៀងខ្លាំងពេកគាត់ក៏បន្តបរទេះទៅមុខទៀតព្យាយាមតាំងស្មារតីគាត់បរទេះកាត់ព្រៃកាត់ភ្លៀងប្រហែលមួយសន្ទុះធំប៉ុន្តែមិនថាគាត់ខំប្រឹងបរយ៉ាងណាក៏នៅតែមកដល់ទីតាំងដដែលគឺមុខផ្ទះចាស់លោកមេភូមិនេះឯងក្នុងចិត្តលោកអ៊ំកនពេលនេះគាត់ចាប់ផ្ដើមរៀងភ័យខ្លាំងហើយញើសត្រជាក់ចាប់ផ្ដើមជ្រាបពីលើថ្ងាសទោះបីជាភ្លៀងកំពុងតែធ្លាក់ក៏ដោយគាត់ដឹងច្បាស់ក្នុងចិត្តណាស់ថានេះគឺមិនមែនជារឿងធម្មតាទេប្រកាសជាខ្មោចកូនស្រីលោកមេភូមិកំពុងតែលេងគាត់ហើយខណៈដែលគាត់កំពុងតែក្តាប់រំពាត់យ៉ាងណានៅក្នុងដៃស្រាប់តែរទេះគោរបស់គាត់ក៏ចាប់ផ្ដើមធ្ងន់ឡើងគោទាំងគូកំពុងតែអូសក៏ចាប់ផ្ដើមដើរយឺតទៅរហូតដល់ឈប់នៅស្ងៀមទោះបីជាលោកអ៊ំកនគាត់ប្រឹងវាយខ្លាំងប៉ុណ្ណាក៏ដោយវាសឹងតែដើរទៅមុខលេងរួចទៅហើយហាក់ដូចជាមានអ្នកណាម្នាក់កំពុងតែទាញទប់ពីលើនៅផ្នែកខាងក្រោយអញ្ចឹងដោយមន្ទិលសង្ស័យលោកអ៊ំកនក៏សម្រេចចិត្តយកភ្លើងកែវជូតបាញ់ឆ្លុះក្រឡេកទៅមើលក្រោយគឺត្រង់កន្លែងដែលបានដាក់បាវស្រូវនោះហើយអ្វីដែលគាត់បានឃើញធ្វើឲ្យគាត់ស្ទើរតែដាច់ភ្ងាទៅក្រោយនៅពីលើបាវស្រូវគឺជាស្រមោលដ៏ធំសម្បើមមួយរាងវាចង់ប៉ិនក្របីមួយទៅហើយស្រមោលនោះវាមានរូបរាងមិនច្បាស់ទេតែអ្វីដែលគាត់ឃើញច្បាស់គឺសក់ដ៏វែងអន្លាយដែលបានហៀរីពេញរទេះនិងកំពុងតែយល់យកចុះឡើងតាមចលនារទេះគោដែលកំពុងតែរលាកលោកអ៊ំកនគាត់មិនបានគិតអ្វីច្រើនទេរួចគាត់ក៏ស្ទុះលោតចេញពីរទេះរត់ត្រឡប់បកក្រោយទៅវិញដោយមិនខ្វល់ពីរទេះឬក៏ស្រូវទៀតឡើយគាត់រត់បណ្ដើរស្រែកបណ្ដើរទាំងកណ្ដាលភ្លៀងធ្លាក់ពេលនោះដែរទឹកភ្លៀងក៏បន្តឡើងជាបន្តដំបូងឡើយទឹកត្រឹមតែកជើងតែក្រោយមកក៏ឡើងដល់ជង្គង់រួចក៏បន្តដល់ចង្កេះរហូតដល់ស្ទើរតែលិចត្រឹមកលោកអ៊ំកគាត់ខំប្រឹងហែលទឹកទាំងត្រដាប់ត្រដួសនៅក្នុងពេលយប់ងងឹតនោះឆ្ពោះទៅរកច្រាំងដែលគាត់មើលមិនឃើញថានៅទីណាផងព្រឹកប្រហៀមស្រាងអ្នកភូមិមួយក្រុមដែលកំពុងតែធ្វើដំណើរទៅវាលស្រែបានដើរកាត់តាមផ្លូវលំនោះដែរពួកគេក្រឡេកភ្នែកក៏បានឃើញទិដ្ឋភាពដ៏ចម្លែកមួយពួកគេបានឃើញលោកអ៊ំកនកំពុងតែស្ថិតនៅក្នុងកណ្ដាលផ្លូវលំដដែលគឺផ្លូវលំសំដៅទៅរកផ្ទះចាស់ក្នុងភូមិនោះឯងដៃជើងរបស់គាត់កំពុងតែប្រឹងហែលខ្វាយដូចជាមនុស្សដែលកំពុងលង់ទឹកជាក់ស្ដែងនៅលើផ្លូវនោះមានតែទឹកដក់ត្រឹមតែក្រឡុកតូចប៉ុណ្ណោះសភាពរបស់គាត់មើលទៅគួរឲ្យសង្វេគណាស់ដៃជើងដាច់រលាត់ចេញឈាមក្រហមរឹមប្រហែលមកពីគាត់ខំប្រឹងហែលនៅលើដីគោកទាំងលំបាកពេញមួយយប់ហើយពួកអ្នកភូមិក៏បានស្ទុះស្ទាចូលទៅគ្រាគាត់ជួយលើកអ៊ំកនដែលកំពុងស្ថិតក្នុងសភាពនឿយហត់ជាខ្លាំងពេលដែលគាត់បានដឹងខ្លួនឡើងវិញទាំងដង្ហក់កខូគាត់ក៏បានរៀបរាប់រឿងរ៉ាវដំណើរដើមតងទៅប្រាប់អ្នកភូមិទាំងអស់ឲ្យបានដឹង
អ្នកភូមិទាំងអស់ពេលដែលស្ដាប់គាត់និយាយចប់ក៏មានអារម្មណ៍ថាខ្លាចនិងព្រឺសម្បុរខ្ញាក់ឡើងគ្រប់គ្នានៅក្នុងចំណោមនោះដែរមីងមុំដែលកំពុងអង្គុយស្ងៀមស្ងាត់ស្ដាប់គេគាត់បានដោះមួកស្លឹកត្នោតយកមកកាន់នឹងដៃរួចក៏បានតបថាអាក្តាមកូនពៅគាត់ក៏ត្រូវខ្មោចនៅផ្ទះនោះលងយ៉ាងបាសសក់ដែរសម័យថ្ងៃមួយពេលដែលអាក្តាមមកឃ្វាលគោជាមួយអាមាន់ប្រហែលជាខ្ទង់ល្ងាចម៉ោង5ពេលនោះអាកាសធាតុក៏ចាប់ផ្ដើមធ្លាក់ស្រមោលទៅហើយអាក្តាមដែលកំពុងតែឃ្វាលគោក៏ស្រាប់តែមានអារម្មណ៍ថារមួលពោះជាខ្លាំងរហូតដល់ទ្រាំមិនបានវាក៏បានប្រាប់អាមាន់ឲ្យជួយដឹកគោត្រឡប់ទៅផ្ទះវាផងរួចហើយអាក្តាមក៏បានស្ទុះរត់ក្តោបពុះផងរត់ផងផ្លោះរបងឈើទៀបនិងចូលទៅបត់ជើងបន្ទោបងនៅខាងក្រោយផ្ទះលោកមេភូមិចាស់នោះនៅពេលដែលវាស្រាតខោបំរុងនិងបន្ទោបងក៏ស្រាប់តែភ្នែកវាក្រឡេកឃើញស្រមោលអ្វីមួយដែលកំពុងថៃឈរនៅត្រង់បង្អួចចាស់ខាងក្រោយផ្ទះតាមចន្លោះឈើពុកវាបានឃើញស្រមោលមនុស្សម្នាក់កំពុងថៃឈរសម្លឹងវាអាក្តាមវារៀងអៀនដែរវាក៏ងាកមុខទៅរកកន្លែងផ្សេងរហូតដល់ប្រតិបត្តិការរួចរាល់វាប្រញាប់ទាញបានស្លឹកកញ្ច្រាំងខែតដែលបានដុះក្បែរនោះយកមកកេតខ្វាច់រួចក៏លើកខោឡើងបង្រងនឹងដើរទៅវិញដោយហេតុថានិស្ស័យជាក្មេងវាចេះតែឆ្ងល់លិចឆ្ងល់កើតវាក៏ដើរបង្រងទៅអើតទៅមើលឲ្យកាន់តែចិត្តថាអ្នកណាដែលលួចមើលវាបន្ទោបងនៅក្នុងជំហានមួយជន់ពីលើស្លឹកឈើក្រៀមឆ្ពោះទៅចិត្តបង្អួចលុះដើររហូតកាន់តែចិត្តវាក៏ឃើញកាន់តែច្បាស់រូបភាពនោះគឺស្ទើរតែធ្វើឲ្យវាកាំងបេះដូងគឺបងស្រីម៉ែនោះមិនមែនកំពុងតែឈរមើលវានោះទេគឺកំពុងតែព្យួរកនិងចង្រង់បង្អួចលៀនអណ្ដាតថ្លៃដាក់វាភ្នែកបើកធំសម្លឹងមកចំតែម្ដងឃើញតែប៉ុណ្ណឹងអាក្តាមវាស្រែកចាចរួចក៏ដាក់មេប្រុចស្ទុះរត់ទៅក្រោយវិញជំពប់ជើងដួលផងក្រោកផងផ្លោះរបងរត់ចេញទាំងប្រលឹងចុងសក់វារត់មិនទាំងបានងាកក្រោយសំដៅទៅផ្ទះទាំងញ័រទៅត្រើតអ្នកមីងមុំនិយាយបានមួយសន្ទុះគាត់ក៏លើកយកមួកត្នោតយកមកបក់តិចរួចក៏បន្តទាំងសំឡេងស្រាលជាងមុនថាពេលដែលមកដល់ផ្ទះវាក៏ដេកឈឺគ្រុនញ័រញាក់អស់ចង់មួយខែពេលនេះវាក៏បានជាក្រនបើដែរតែក៏មិនទាន់ជាដាច់ទាំងស្រុងនោះទេគ្រាន់តែថារៀងក្រនបើជាងមុនប៉ុណ្ណោះអ្នកមីងនិយាយចប់ក៏ដាក់មួកស្លឹកត្នោតពាក់នៅលើក្បាលវិញអ្នកនៅជុំវិញខ្លួនក៏អង្គុយស្ដាប់ឡើងចំហមាត់ម្ដងទៀតបកមកមើលលោកអ៊ំកាន់វិញលុះសម្រាប់មានកម្លាំងកំហែងបន្តិចគាត់ក៏បានឲ្យអ្នកភូមិជួយជូនគាត់ទៅយករទេះគោដែលគាត់បានដាក់ចោលនៅក្បែរផ្ទះចាស់នោះយកត្រឡប់មកវិញដោយដំណឹងខ្មោចសុចន្ទរីលងចេះតែល្បីឡើងលោកអ៊ំមេភូមិគាត់ក៏បានបង្គាប់ឲ្យគេរើផ្ទះចាស់ដ៏ទ្រឹបទ្រោមនោះចោលសំឡេងញញួរនិងការរុះរើបានចាប់ផ្ដើមឡើងនាពេលព្រឹកព្រលឹមស្រាងព្រមជាមួយគ្នានោះគាត់ក៏បានបង្គាប់ឲ្យមនុស្សដែលមានមៀតមាំប៉ុន្មាននាក់ត្រៀមពូថៅនិងរណាដើម្បីកាប់ដើមចន្ទគិរីមួយដើមនោះចោលតែម្ដងមិនត្រឹមតែប៉ុណ្ណោះលោកអ៊ំមេភូមិក៏បាននិមន្តព្រះសង្ឃជាច្រើនអង្គមកពីវត្តក្នុងភូមិដើម្បីមកធ្វើពិធីបុណ្យឧទ្ទិសកុសលដល់កូនគាត់សំឡេងព្រះសង្ឃសូត្រមន្តបាលីលាន់រំពងពេញបរិវេណផ្ទះនោះផ្សែងធូបហុយត្រឡោមផ្សំជាមួយផ្កាភ្ញីសម្រាប់ឧទ្ទិសព្រះសង្ឃគ្រប់អង្គបានដើរប្រោះព្រំទឹកមន្តជុំវិញទីធ្លាដើម្បីបណ្ដេញនៅឧបទ្រពចង្រៃនិងភាពអពមង្គលទាំងឡាយចេញនៅពេលពិធីបានបញ្ចប់ក៏ជាពេលដែលបរិសចាប់ផ្ដើមការងាររបស់ពួកគេម្ដងផ្លែពូថៅដ៏មុតបានចាប់ផ្ដើមទម្លុះសាច់ឈើដាំចន្ទគិរីដ៏ធំនោះរំពេចនោះ
ស្របពេលដែលដើមចន្ទគិរីមួយដើមនោះត្រូវបានកាត់ផ្ដាច់ដល់គល់ហើយចាប់ផ្ដើមរលំចុះមកក្រាំងសំឡេងសម្រែករបស់មនុស្សស្រីបានស្រែកឡើងយ៉ាងខ្លាំងឮលាន់ជុំវិញបរិវេណនោះហើយបន្តិចក្រោយមកសំឡេងនោះក៏បានរសាត់បាត់ទៅវិញមនុស្សម្នាដែលនៅទីនោះទាំងព្រះសង្ឃទាំងអ្នកភូមិព្រឺសម្បុរនឹងហេតុការណ៍ដ៏ចម្លែកនេះគ្រប់គ្នាចាប់តាំងពីថ្ងៃនោះមកហេតុការណ៍ចម្លែកដ៏គួរឲ្យរន្ធត់ក៏បានចាប់ផ្ដើមថមថយទៅវិញខ្លះដែរតែយ៉ាងណាអ្វីគ្រប់យ៉ាងហាក់មិនទាន់រលាយបាត់ទាំងស្រុងនោះទេដីទំនេរដែលជាទីតាំងផ្ទះត្រូវបានគេទុកចោលនិងគ្មាននរណាហ៊ានមកសាងសង់ឬមកទិញបន្តឡើយយូរម្ដងនៅពេលយប់ជ្រៅស្ងាត់អ្នកភូមិដែលរស់នៅក្បែរខាងក៏តែងតែអះអាងថាពួកគេតែងតែឮសំឡេងមនុស្សស្រីយំល្វើយស្រាលបន្លឺឡើងចេញពីម្ដុំដីទំនេរនោះឬនៅពេលខ្លះក្រោមពន្លឺព្រះច័ន្ទភ្លឺគេហាក់បីដូចជាឃើញស្រមោលស្ទង់ស្លៀករូបកូនក្រមុំពណ៌ក្រហមរសាត់ឆ្លងកាត់មួយផ្លែតរួចក៏រលាយបាត់ទៅវិញប៉ុន្តែក៏មិនបានធ្វើទុកបុកម្នេញដល់អ្នកណាទៀតទេអ្នកភូមិទាំងអស់មិនថាទាំងចាស់ទាំងថ្មីគឺរស់នៅបានយ៉ាងសុខសាន្តគ្រប់គ្នាចំណែករឿងខ្មោចសុចន្ទរីឡូក៏ចាប់ផ្ដើមកប់រលុបបាត់ទៅតាមពេលវេលាបន្តិចម្ដងរហូតតដល់ចំនួនក្រោយមកទៀតក៏មិនឃើញមាននរណាលើកយករឿងនេះមកជជែកឬនិយាយបន្តទៀតដែរបាទរឿងរបស់យើងក៏សន្មតថាចប់នៅត្រឹមនេះទៅចុះជាចុងក្រោយក៏សូមខន្តីអភ័យទោសរាល់ការប្រើប្រាស់ពាក្យពេចន៍ខុសឆ្គងណាមួយដោយមិនបានព្រៀងទុកពីសំណាក់មិត្តអ្នកចូលស្ដាប់គ្រប់គ្នានិងសូមជូនពរឲ្យទាំងអស់គ្នាជួបប្រទះតែនឹងសំណាងល្អសុខភាពល្អនិងរកស៊ីទទួលទានមានបានគ្រប់គ្នាពីខ្ញុំអន្តកាលវីយ៉ូជួបមិត្តអ្នកស្ដាប់នៅវីដេអូបន្តទៀត